បាទសូមជម្រាបសួរដល់បងប្អូនអរគ្នាបាទហើយនៅក្នុងវីដេអូនេះខ្ញុំចែករំលែកទាក់ទងទៅនឹងការ download ឬក៏តម្លើងកម្មវិធី CapCut លើទូរស័ព្ទដៃដែលអឺมันមានជាប់ logo ឬក៏យើងហៅយ៉ាងទៀតថា watermark អញ្ចឹងណាបាទហើយណាមួយនៅក្នុង app នេះអត់មានការផ្សាយពាណិជ្ជកម្មនាំរំខានដល់យើងធ្វើកិច្ចការងារកាត់តវីដេអូអញ្ចឹងណាឥឡូវខ្ញុំសូមបង្ហាញលើទូរស័ព្ទដៃតែម្ដងបាទអញ្ចឹងអញ្ចឹងមុនដំបូងបងប្អូនទៅចូលនៅក្នុងgroup Telegram របស់ខ្ញុំដែលខ្ញុំបានតម្លាក់សោះនឹងចូលទៅណាប៉ុន្តែបើបងប្អូនមិនទាន់បានចូលទេបងប្អូនអាចទៅកន្លែង page របស់ខ្ញុំទៅហើយខ្ញុំបានតម្លាក់ link នៅហ្នឹងហើយចាំបញ្ចប់វីដេអូនេះក្រោមវីដេអូខ្ញុំនឹងទម្លាក់ link បន្ថែមទៀតឬ QR code ដើម្បីបងប្អូន scan ចូលទៅហើយបងប្អូនអាចទៅ download ឬក៏ទាញយកកម្មវិធីនឹងបានអញ្ចឹងណាបាទអញ្ចឹងខ្ញុំចូលទៅ Facebook ចុះបាទអញ្ចឹងនៅក្នុង Facebook page របស់ខ្ញុំនេះខ្ញុំបានធ្វើការupload វីដេអូជាច្រើនដែលជាមេរៀននៅក្នុងការកាត់តវីដេអូលើទូរស័ព្ទដៃហើយនិង computer អញ្ចឹងណាបាទអញ្ចឹងខ្ញុំទាញមកក្រោមខ្ញុំបានទម្លាក់ link នឹងចូលបាទទាញមកក្រោមបងប្អូនអូខេនេះអញ្ចឹងខ្ញុំទៅយកទាញយកកម្មវិធីហ្នឹងដើម្បីមកធ្វើការដំឡើងអញ្ចឹងជាដំបូងខ្ញុំចុចទៅលើ Telegram នេះបាទអញ្ចឹងនៅពេលដែលខ្ញុំចូលមកដល់កន្លែងនេះនេះជា Telegram channel របស់ខ្ញុំហើយខ្ញុំដាក់ថាមេរៀនកាត់តវីដេអូហ្នឹងអញ្ចឹងបងប្អូនអាចទាញទៅលើបងប្អូនបាទបងប្អូនទាញមកដល់ត្រង់ចំណុចនេះខ្ញុំបានតម្លាក់សោះនេះបងប្អូនឃើញហើយសោះកម្មវិធីណាបងប្អូនចុច download ពីចឹងសិនមកឲ្យវាដើរពេញសិនអញ្ចឹងណាបាទអញ្ចឹងវាដើរយឺតឬក៏លឿនអាស្រ័យទៅលើអ៊ីនធឺណិតរបស់បងប្អូនអញ្ចឹងបើអ៊ីនធឺណិតបងប្អូនដើររៀងលឿនអញ្ចឹងក៏វាឆាប់ពេញអញ្ចឹងទៅណាអញ្ចឹងជិតពេញហើយបងប្អូនបាទដល់ពេលដែលវាពេញយើងអាចទៅឡើងអូខេបងប្អូនបាទមកដល់ពេលនេះវាពេញហើយកម្មវិធីហ្នឹងអញ្ចឹងនៅពេលដែលពេញហើយបងប្អូនចុចសញ្ញាត្រេក3នេះបាទត្រេក3នេះមកបាទចុចនៅពេលដែលចុចត្រេក3អញ្ចឹងហើយបងប្អូនយកកន្លែង save download នេះណាបាទយក save download នេះមកអញ្ចឹងចុចលើ save download ហ្នឹងទៅដើម្បីឲ្យវាដើរឲ្យចប់សិនណាបងប្អូនបាទអូខេចប់ហើយបងប្អូនបាទអញ្ចឹងនៅពេលដែលចប់ហើយយើងអាចថយមកវិញមកខ្ញុំអាចចុចថយទៅរកកម្មវិធីហ្នឹងហើយនៅពេលដែលចប់អញ្ចឹងហើយបងប្អូនអាចទៅរកកម្មវិធីនៅកន្លែង file ណាឬក៏កន្លែង download អញ្ចឹងយើងអាចចូលទៅកន្លែងfile នេះខ្ញុំចុចកន្លែង file manager ហ្នឹងណាបងប្អូនបាទខ្ញុំចុចចូលកន្លែងនេះមក APK នេះណាបងប្អូនបាទចុចកន្លែងនេះមកយើងទៅរក app របស់យើងនេះអញ្ចឹងមានហើយនេះ app របស់យើងដែលយើងបាន download ហ្នឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចុចលើវាមកចុចលើអាហ្នឹងមកបាទអញ្ចឹងនៅពេលបងប្អូនចុចលើវានឹងឲ្យយើង install អញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងធ្វើការ install ទៅជាការស្រេចហើយបងប្អូនបាទអូខេអញ្ចឹងបានប៉ុណ្្នឹងហើយបងប្អូនបាទវាបានប៉ុណ្្នឹងហើយបងប្អូនធ្វើម៉េចទៀតបងប្អូនចុចកន្លែងនេះកន្លែងinstall ហ្នឹងណាបាទចុចកន្លែង install ហ្នឹងមកអូខេបងប្អូនបាទដំណើរការបានរួចរាល់ហើយមានន័យថាយើងដំឡើងបានហើយបងប្អូនចុចដាំក៏បានចុច open ក៏បានដែរអញ្ចឹងយើងបានកម្មវិធី CapCut មួយហ្នឹងនេះសម្រាប់យើងធ្វើការកាត់តអញ្ចឹងណាបាទយើងអាចចុចមើលតិចទៅបាទអូខេយើងចុច agree ទៅបានហើយបងប្អូននេះកម្មវិធីរបស់យើងបានហើយបងប្អូនបាទអញ្ចឹងយើងអាចធ្វើការប្រើប្រាស់វាបានហើយប៉ុណ្ណឹងនេះទៅយើងអាច skip ទៅអញ្ចឹងយើងចុច edit នេះបងប្អូន edit នេះអញ្ចឹងយើងបានកម្មវិធីនឹងហើយនេះកម្មវិធីនេះយើងប្រើឲ្យមានជាប់logo របស់កម្មវិធីហើយនឹងអត់មានផ្សាយពាណិជ្ជកម្មអីរំខានដល់យើងទេអញ្ចឹងណាបងប្អូនចង់ប្រើបងប្អូនចុចបង្កើត new project នេះទៅប្រើបានហើយចាំវីដេអូក្រោយខ្ញុំនឹងបង្ហាញជូនបងប្អូនទាក់ទងនឹងការប្រើប្រាស់វាបាទក្នុងវីដេអូនេះខ្ញុំបង្ហាញជូនតែប៉ុណ្្នឹងហើយជួបខ្ញុំនៅវីដេអូ
ក្រោយទៀតបាទសូមអរគុណច្រើនបងប្អូនបាទ